សួស្តីអ្នកទាំងអស់គ្នាខ្ញុំឈ្មោះខៃសេលីថ្ងៃនេះខ្ញុំមកលេងហ្គេមក្តាមមួយប្រភេទដែលឃើញគេលេងសប្បាយក៏ខ្ញុំចូលមកលេងដែរពេលនេះយើងក៏បានទៅរកឈៀលខ្យងត្រីមិនដឹងមកពីណាទេក្តាមជីករកបានឥឡូវយើងយកវាទៅឲ្យគេពិនិត្យហើយយើងក៏ទទួលបានលុយយើងបាន$2ក៏គេឲ្យនាំទៅទិញក្តាមបន្ថែម2ទៀតយើងក៏ទៅមើលជ្វាដើម្បីបានក្តាម level 2ឥឡូវយើងលេងបន្តតែយើងបានពងមួយតែមិនដឹងពងនឹងយ៉ាងម៉េចទេក៏បានយកក៏ចាំយូរបន្តិចក៏ទៅដាក់ក្តាមពិនិត្យទៀតខ្ញុំក៏បានលុបពងនោះចោលហើយខ្ញុំបានទៅយកលុយពីបុរសអ្នកមើលខ្យងខ្ញុំមើលហើយសម្បកខ្យងនោះមានច្រើនណាស់លុយខ្ញុំក៏ច្រើនដែរអញ្ចឹងខ្ញុំក៏យកហើយវាអស់ក៏ខ្ញុំសាកទៅយកលុយបន្ថែមទៀតហើយខ្ញុំបានទិញក្តាមនិងតែក្តាមមួយទៀតខ្ញុំបង្កើតវារហូតបានដល់ក្តាម level ទី3ឥឡូវនេះខ្ញុំបានក្តាមច្រើនហើយសម្បកខ្យងក៏ច្រើនទៀតតែក្តាមយើងមើលទាំងអស់នៅសល់តែមួយទេអញ្ចឹងយើងខាតបន្តិចតែក៏វាល្អដែរព្រោះយើងបានក្តាម level 3នេះវាអាចជួយយើងកាន់បន្ថែមខ្យងល្អអាចដល់ K ណោះតែទឹកនេះដូចជាមិនស្រួលតែវាលោតក៏សប្បាយម្យ៉ាងវគ្គនេះក៏មានរន្ទះផ្គរភ្លៀងមកហើយតែមិនដឹងកាត់អ្វីទេនេះប្រហែលជា event គេហើយយើងទាំងអស់គ្នាទៅបន្តយកលុយដើម្បីទិញក្តាមពេលនេះយើងបានលុយ10ហើយយើងយកលុយទៀតយើងយកលុយរហូតឲ្យបានច្រើនដើម្បីទិញក្តាមហើយយើងក៏ទិញលបឿនវាដើម្បីឲ្យវាផ្ដល់លុយលឿនជាងមុនពេលនេះយើងទិញលបឿនវាបាន38លបឿនហើយយើងបានវាល្អហើយអញ្ចឹងយើងទៅទិញក្តាមបន្តទៀតតែមុននឹងទិញក្តាមយើងត្រូវយកខ្យងសិនដើម្បីបានវាល្អអូខ្ញុំឃើញទូកមួយទូកនេះដូចជាយ៉ាងម៉េចទេតោះយើងចូលទៅទឹកសមុទ្រអូទឹកសមុទ្រនេះលោតទៀតវាល្អហើយអូទូកនេះវាស្អាតខ្លាំងណាស់ខ្ញុំចង់ដាក់វាតាំងនៅផ្ទះតែมันអាចយកបានទេព្រោះវានៅក្នុងនេះគេគ្រាន់តែដាក់តាំងឲ្យមើលប៉ុណ្ណោះតោះយើងចាប់ផ្ដើមទៅផ្ទះវិញយើងដើររហូតដល់ event គេយើងក៏បន្ថែមទៀតយើងយកពងបានមួយតែពងមិនដឹងវាជាស្អីទៅតែយើងក៏ទៅយកវាគឺយើងដាក់ឲ្យនេះយើងយកលុយពីកន្លែងលក់ខ្យងយើងដើរយករហូតដល់យើងបើកពងរូបបានពេលបើកបានហើយយើងបានក្តាម level 5ក៏យកបានក្តាមនោះដល់ល្អជាងគេហើយយើងក៏បន្តទៅយកពងក្តាមទៀតយើងបានពងហើយយើងក៏យកសៀលក្តាមជាច្រើនតែពងនោះយើងមិនដឹងយកទៅអីក៏យើងលុបវាចោលហើយយើងយកសៀលខ្យងត្រីមានខ្យងមាននេះមាននោះដែលបានក្តាមជីកបានយើងហើយយើងរើសវាហើយយើងដាក់លក់យើងលក់ទៅបានលុយកាន់តែច្រើនយើងវាក៏ល្អជាងមុនហើយយើងក៏ upgrade speed វាឲ្យលឿនជាងមុនដែរហើយយើងក៏បន្តទៅទៀតយើង upgrade អស់ហើយយើងក៏យកលុយហើយ upgrade ម៉ោងវាទៀតហើយយើងយករហូតដល់យើងអស់លុយយើងក៏បានទៅយកលុយទៀតហើយយើងក៏ឈប់បន្តិចសិនក៏ទៅ upgrade វាម្ដងទៀតយើង upgrade រហូតទៅដល់យើងយកលុយហើយយើងក៏មកទិញក្
ក្តាម100យើងបានក្តាម level 4 ក្តាម level 4 នេះយើងទំទៅបានតែយើងមានក្តាមច្រើនអញ្ចឹងវាអាចផ្ដល់លុយយើងឲ្យកាន់តែច្រើនបានជាងមុនដែរហើយយើងក៏ទៅយក shield ខ្យងឬ shield ស្អីគេនេះដែលក្តាមជីកបានយើងក៏យកវាហើយយើងទៅដាក់ឲ្យបុរសពិនិត្យយើងដាក់ហើយយើងក៏មើលលុយហើយចាំតិចទៀតបានយើងមករកយកឥឡូវយើងទៅមើលផ្ទះរបស់គេសិនផ្ទះរបស់អាប៉ែនេះមានក្តាម level 6ខ្ញុំក៏អាចដកក្តាម level 6នេះដែរតែខ្ញុំបានឈមមើលវារហូតបានបន្តិចក៏ខ្ញុំពង្វល់កាមេរ៉ាមកផ្លេចខ្ញុំក៏ដើរទៅមុខទៀតហើយអាប៉ែនោះបានលីសបាត់ហើយខ្ញុំក៏ទៅផ្ទះខ្ញុំវិញខ្ញុំក៏មកយកឈៀលក្តាមបន្តទៀតខ្ញុំយកបានដល់ទៅ 27k ឯណោះហើយខ្ញុំក៏បានពងមួយទៀតពងនេះខ្ញុំមិនដឹងថាអាចទិញវាបានឬអត់ទេតែខ្ញុំក៏លុបវាចោលខ្ញុំទៅយកស៊ីលក្តាមថ្មីក្តាម level 5នេះដូចជាល្អណាស់វាឈីកបានច្រើនហើយខ្ញុំទៅយក shield ដើម្បីឲ្យអាប៉ែនោះមើលទៀតយូរទៅខ្ញុំក៏បានទៅយក shield ឲ្យកាន់តែច្រើនដើម្បីបង្កើតលុយឲ្យកាន់តែច្រើនដែរខ្ញុំក៏ទៅយកទៀត shield ខ្យងត្រីមិនដឹងមកពីណាទៀតទៅខ្ញុំក៏ចេះទៅយកមិនដឹងថាក្តាមនោះជីកបានអ្វីខ្លះទៅវាជីកបានតែអ្វីដដែលតែឃើញអាប៉ែនេះមានក្តាម level 5ពីច្រើននៅផ្ទះវាខ្ញុំឃើញវាមាន level 9 level 13 12 11ហើយវាមានពងជាច្រើនមាននឹង crystal egg ទៀតផងខ្ញុំក៏ចង់បានចេះដូចវាដែរតែខ្ញុំក៏មិនហ៊ានខ្ញុំក៏មើល index ខ្ញុំក៏ឃើញក្តាម level 12 13នោះវាល្អចឹងខ្ញុំក៏លេងទៀតខ្ញុំចេះតែលេងហើយខ្ញុំមកផ្ទះខ្ញុំវិញខ្ញុំបានដើរយកឈៀលពងត្រីក្តាមដែលបានជីកបាននោះខ្ញុំក៏បានយកវាទៅដាក់ឲ្យអាប៉ែនេះពិនិត្យហើយខ្ញុំក៏បានចាំលុយយូរបន្តិចខ្ញុំក៏ឃើញអ្វីតែខ្ញុំក៏ដើរលេងសិនខ្ញុំឃើញលុយក៏ខ្ញុំចាំយកលុយនោះតែខ្ញុំមិនទាន់អាចយកកើតទេខ្ញុំក៏បានទៅមើលកន្លែងនេះតែមិនដឹងអានេះវាជាស្អីខ្ញុំក៏បានជន់ទៅឃើញរូបគេឲ្យប្រើរបស់តែខ្ញុំមិនអាចប្រើកើតទេព្រោះនៅក្នុង account នេះខ្ញុំមិនប្រើរបស់ទេព្រោះខ្ញុំអាចប្រាប់ហើយម្ដងហើយតែខ្ញុំឃើញ following event អ្វីគេនេះខ្ញុំគ្មានអារម្មណ៍ទេខ្ញុំមិនអាចលេង event នេះបានឡើយព្រោះវាមិនអាចលេងកើតខ្ញុំឃើញមាន leaderboard time player marshal scrap power និង moscas ខ្ញុំចង់បានលេខ1នៅក្នុង moscas ណាតែមិនអាចមានអ្នកណាគេជួយខ្ញុំទេបើអ្នកទាំងអស់គ្នាអាចសូមជួយខ្ញុំម្នាក់មួយមកអាចឲ្យរូបមកខ្ញុំនៅក្នុង account ចាស់ខ្ញុំនេះគឺ account ថ្មីជា account YouTuber តែខ្ញុំមិនអាចកើតមានទេព្រោះរបស់ខ្ញុំពិបាកណាស់ខ្ញុំមិនអាចប្រើរបស់ទេតែរបស់ខ្ញុំនៅ account នោះខ្ញុំប្រើអស់ហើយលើខ្ញុំក៏អស់ដែរនេះរបស់តែ0នោះមុននឹងចប់វីដេអូខ្ញុំជួយ like subscribe ចុចកណ្ដឹងម្នាក់មួយផងដើម្បីបានវីដេអូថ្មីហើយបន្តទៅទៀតខ្ញុំនឹងអាចលេងហ្គេមរកលុយបានកាន់តែច្រើនហើយខ្ញុំនឹងយកវីដេអូដែលខ្ញុំលេងហ្គេមជាច្រើនឲ្យអ្នកទាំងអស់គ្នាមើលបើខ្ញុំបាន 100k ខ្ញុំសប្បាយចិត្តណាស់បើអ្នកទាំងអស់គ្នាអាចជួយខ្ញុំបានសូមជួយម្នាក់មួយផងឥឡូវខ្ញុំបានក្រាបលេខ6ហើយតែតិចទៀតខ្ញុំនឹងបិទវីដេអូ Bye bye everyone